បងប្អូនធ្លាប់តែទិញតែគុជទឹកដោះគោគេញ៉ាំតែអត់ដឹងពីរបៀបធ្វើខ្លួនឯងសម្រាប់ញ៉ាំនៅផ្ទះតោះថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបយើងធ្វើគុជហើយនិងរបៀបយើងធ្វើតែទឹកដោះគោយ៉ាងម៉េចឲ្យមានរសជាតិឆ្ងាញ់ដូចយើងទិញគេនៅហាងអញ្ចឹងចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងឡើយគឺយើងចាប់ផ្ដើមធ្វើគុជរបស់យើងដូចជាដំបូងឡើយគឺខ្ញុំមាន brown sugar របស់យើងនឹងចំនួន80ក្រាមហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមទឹករបស់យើងចំណុះ90 មីលីលីត្រហើយយើងរំងាស់រហូតដល់ស្កររបស់យើងបានរលាយសព្វល្អមកនៅពេលដែលទឹកស្កររបស់យើងចាប់ផ្ដើមពុះហើយយើងចាប់ផ្ដើមបន្ថយភ្លើងមកប្រើភ្លើងតិចតិចហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមម្សៅមីសម្រាប់ម្សៅមីដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺខ្ញុំប្រើម្សៅមីរបស់យើងចំនួន150ក្រាមដោយយើងចាក់វាទៅពាក់កណ្ដាលចូលហើយយើងកូរច្របល់វាមួយសន្ទុះមកឲ្យល្បាយទឹកស្ករហើយនិងម្សៅរបស់យើងមានសភាពរាងប៉ែកបែបនេះបងប្អូនកុំឲ្យវាស្ងួតពេកបន្ទាប់ទៀតយើងធ្វើការបិទភ្លើងហើយបន្ទាប់មកយើងចាក់ម្សៅរបស់យើងដែលនៅសល់ហ្នឹងយើងចាក់ចូលមកទាំងអស់មកហើយយើងធ្វើការកូរច្របល់វាចុះឡើងបែបនេះមករហូតដល់ម្សៅរបស់យើងនឹងចាប់ផ្ដើមស្អិតជាប់គ្នាជាដុំបែបនេះគឺយើងចាក់ម្សៅរបស់យើងនឹងទៅក្នុងចានគោមស្អាតមួយហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមច្របាច់ម្សៅរបស់យើងដោយប្រើដៃហើយនៅពេលយើងច្របាច់ម្សៅនេះសូមបងប្អូនធ្វើការប្រុងប្រយ័ត្នផងដោយសារតែម្សៅរបស់យើងវានៅក្តៅអញ្ចឹងយើងធ្វើការច្របាច់ម្សៅរបស់យើងចុះឡើងបែបនេះមកប្រហែលជា4ទៅ5នាទីរហូតដល់លបាយម្សៅរបស់យើងនឹងបានហាប់ចូលគ្នាល្អបែបនេះមកចាឲ្យប្រសិនបើលបាយម្សៅរបស់យើងរាងស្ងួតបន្តិចសូមបងប្អូនធ្វើការបន្ថែមទឹកប្រហែលជាកន្លះស្លាបព្រាទៅ1ស្លាបព្រាបាយមកចាឥឡូវម្សៅរបស់យើងបានហាប់ចូលគ្នាល្អហើយអញ្ចឹងជាបន្ទាប់ទៀតគឺយើងកាត់ម្សៅរបស់យើងជាដុំតូចៗបន្ថែមទៀតជាបន្ទាប់មកទៀតយើងរោយម្សៅឆានៅលើជ្រុញដើម្បីកុំឲ្យនៅពេលយើងកាត់ម្សៅរបស់យើងម្សៅយើងវាស្អិតជាប់ជ្រុញហើយបន្ទាប់មកយើងកាត់ម្សៅរបស់យើងជាដុំតូចនៅពេលដែលយើងកាត់ម្សៅរបស់យើងជាដុំតូចហើយគឺយើងយកម្សៅរបស់យើងនឹងយកមកលុញវាបែបហ្នឹងបងប្អូនយើងលុញហើយយើងទាញវាបែបហ្នឹងមករហូតដល់ម្សៅរបស់យើងមានសភាពលូតវែងបែបនេះហើយសម្រាប់ទំហំគុជនេះដែរបងប្អូនអាចធ្វើតូចធំទៅតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំធ្វើក្នុងថ្ងៃនេះដោយសារយើងធ្វើញ៉ាំនៅផ្ទះគឺខ្ញុំធ្វើវាឲ្យមានរាងសភាពរាងធំបន្តិចបើសិនបងប្អូនចង់ឲ្យគុជរបស់យើងមានរាងតូចដូចយើងទិញគេអញ្ចឹងសូមបងប្អូនលុញម្សៅរបស់យើងឲ្យវារាងឆ្មើជាងទំហំដែលខ្ញុំធ្វើនេះមកចាឥឡូវយើងបានលុញម្សៅរបស់យើងរួចរាល់ហើយអញ្ចឹងជាបន្តទៀតយើងចាប់ផ្ដើមកាត់ម្សៅរបស់យើងជាទំហំតូចហើយសម្រាប់ទំហំនេះដែរបងប្អូនអាចធ្វើតូចធំទៅតាមចំណង់ចំណូលចិត្តហើយសម្រាប់តែគុជក្នុងថ្ងៃនេះគឺខ្ញុំអត់លុញវាទេបើសិនមកបងប្អូនចង់ឲ្យវាមានរាងមូលដូចយើងទិញគេសូមបងប្អូនធ្វើការលុញវាបែបនេះមកហើយដើម្បីកុំឲ្យម្សៅរបស់យើងវាស្អិតជាប់គ្នាអញ្ចឹងខ្ញុំបន្ថែមម្សៅឆាបន្តិចហើយយើងរលាក់វាបន្តិចបែបនេះមកគឺម្សៅរបស់យើងវាអត់ស្អិតជាប់គ្នាទេជាបន្តមកទៀតយើងដាក់ដាំទឹកដើម្បីយើងស្ងោរគុជរបស់យើងនៅពេលដែលទឹកបានពុះហើយគឺយើងទម្លាក់គ្រាប់គុជរបស់យើងស្ងោរហើយសម្រាប់ភ្លើងវិញគឺខ្ញុំប្រើភ្លើងមធ្យមនៅពេលដែលគ្រាប់គុជរបស់យើងចាប់ផ្ដើមអណ្ដែតឡើងអស់ហើយគឺយើងចាប់ផ្ដើមបន្ថយភ្លើងយើងបើកភ្លើងតិចហើយយើងបិទគម្របយើងដាក់ស្ងោរវារយៈពេលពី20ទៅ25នាទីចាបន្ទាប់ពីយើងស្ងោរគ្រាប់គុជរបស់យើងរយៈពេលប្រហែលជា25នាទីហើយឃើញថាគ្រាប់គុជរបស់យើងបានឆ្អិនហើយអញ្ចឹងជាបន្តមកទៀតគឺយើងធ្វើការបិទភ្លើងហើយយើងដាក់រក្សាគ្រាប់គុជរបស់យើងនឹងយើងដាក់ផ្ងំវានៅក្នុងឆ្នាំងនឹងរយៈពេល15នាទីបន្ថែមទៀតជាបន្តមកទៀតខ្ញុំមានទឹករបស់យើងចំនួនប្រហែលជាមួយកាកន្លះហើយបន្ទាប់មកខ្ញុំដាក់ទឹកកកបន្តិចដើម្បីយើងដាក់ត្រាំគុជរបស់យើងដែលយើងស្រង់ឡើងហ្នឹងណាយើងធ្វើបែបនេះគឺធ្វើឲ្យគុជរបស់យើងហ្នឹងវារឹតតែមានរសជាតិស្វិតឆ្ងាញ់ចាឥឡូវបន្ទាប់ពីយើងផ្ងំវាទុករយៈពេលប្រហែលជា15នាទីហើយឥឡូវយើងស្រង់គុជរបស់យើងឡើងហើយយើងដាក់វាត្រាំទៅក្នុងទឹកកករបស់យើងហើយយើងទុករហូតដល់គុជរបស់យើងចុះត្រជាក់មកចាឥឡូវគុជរបស់យើងគឺបានរួចរាល់ហើយជាបន្តមកទៀតយើងចាប់ផ្ដើមធ្វើតែទឹកដោះគោរបស់យើងទៅជាដំបូងឡើយគឺខ្ញុំមានតែប្រភេទនេះបងប្អូនអាចប្រើតែប្រភេទអីក៏បានដែរគឺខ្ញុំដាក់តែរបស់យើងចំនួន2ស្លាបព្រាបាយកន្លះហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមទឹករបស់យើងចំនួន400មីលីលីត្រជាបន្តមកទៀតយើងបើកភ្លើងមធ្យមហើយយើងដាក់ដាំតែរបស់យើងនៅពេលដែលទឹកតែរបស់យើងចាប់ផ្ដើមពុះហើយគឺយើងបើកភ្លើងយើងចាប់ផ្ដើមបន្ថយភ្លើងមកភ្លើងតិចយើងរម្ងាស់វាប្រហែលជា2នាទីបន្ថែមទៀតចាំបន្ទាប់ពីយើងរម្ងាស់2នាទីរួចរាល់ហើយយើងបិទភ្លើងហើយបន្ទាប់មកទៀតយើងយកទឹកតែរបស់យើងចាក់ទៅក្នុងកែវឬក៏ប៉ាន់ស្អាតមួយដែលយើងយកកន្ត្រងសំណាញ់ញឹកបែបនេះដើម្បីយើងច្រោះយកកាកតែយើងចេញហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមស្ករអំពៅចំនួន3ស្លាបព្រាបាយចាសម្រាប់តែទឹកដោះគោដែលខ្ញុំធ្វើក្នុងថ្ងៃនេះគឺខ្ញុំធ្វើអត់សូវផ្អែមទេបើសិនមកបងប្អូនចូលចិត្តរាងផ្អែមសូមបងប្អូនធ្វើការបន្ថែមបន្ថយស្ករទៅតាមចំណង់ចំណូលចិត្ត
ហើយយើងកូរច្របល់ឲ្យស្កររបស់យើងបានរលាយសព្វល្អមកឥឡូវនេះយើងបានរៀបចំគ្រឿងរួចរាល់ហើយនៅមុនពេលញ៉ាំបងប្អូនគ្រាន់តែដាក់គោចហើយយើងដាក់ទឹកកកហើយបន្ទាប់មកទៀតយើងដាក់ទឹកដោះគោរបស់យើងប្រហែលជា200មីលីលីត្រហើយយើងចាក់តែរបស់យើងពីលើហើយយើងកូរច្របល់វាឲ្យសព្វចូលគ្នាមកជាការស្រេច